ពាក់ចាស់គេថាតស៊ូគង់បានសម្រេចណាដូចចង់បានចង់ធ្វើអីមួយឲ្យពិតប្រាកដមកមើលគាត់ធ្វើក្បឿងទាំងអស់គ្នាណាបងហើយនិយាយទៅប្រទេសឥណ្ឌាគាត់ពិតជាប៉ិនប្រសប់មែនណាបងគាត់យកដីឥដ្ឋមកធ្វើជាក្បឿងសម្រាប់ប្រក់ផ្ទះយើងហ្នឹងធ្លាប់តែប្រើធ្លាប់តែឃើញគេយកទៅប្រក់ផ្ទះតែអត់ធ្លាប់ឃើញគេផលិតទៅតែលើកទី1ដែលបានឃើញគេផលិតនេះគាត់ពិតជាប៉ិនប្រសប់មែនបងហើយមកដំណាក់កាលទៅមកដំណាក់កាលតម្រាំបានចេញជាក្បឿងតម្រាំបានទៅយកទៅប្រក់ផ្ទះចេញជាក្បឿងវាច្រើនដំណាក់កាលយកដីឥដ្ឋតកិនផងយកមកតាប់មកវាយផងហើយដាក់ចំហុយអីណាណៃពិតជាវែងឆ្ងាយយកមកដាក់ពុំតម្រាំបានចេញជាក្បឿងទៅប្រក់ផ្ទះបងហើយច្រើនដំណាក់កាលរបស់គាត់ដែរហ្នឹងនិយាយទៅប្រទេសគាត់ហ្នឹងពិតជាប៉ិនប្រសប់មែនហ្នឹងបងស្អីក៏គាត់ធ្វើកើតដែរនេះចេញជាពុំមកនេះបងហើយមើលទៅស្អាតម្យ៉ាងនេះតានេះធ្លាប់តែប្រក់ផ្ទះតែអត់ធ្លាប់ឃើញតែគេផលិតយ៉ាងណាយ៉ាងណៃមកមើលទាំងអស់គ្នានេះបងហើយគេផលិតចឹងតែគេយកអីមកធ្វើតើទៅមើលវីដេអូនេះមិនដឹងគេថាយកដីឥដ្ឋមកធ្វើបងមកដំណាក់កាលទៅមកដំណាក់កាលយូរតម្រាំបានចេញជាក្បឿងមួយសន្លឹកចាប់ដើមចេញហើយបងនេះចាប់ដើមចេញបដើហើយនេះគេយកទៅដាក់ពុំគេយកទៅដុតទៅចំហុយណៃណាទៀតបងហើយវែងឆ្ងាយហ្មងណាមើលទៅគឺអស្ចារ្យមែនហ្នឹងបងមើលគាត់ធ្វើគាត់យកទៅដាក់ក្នុងឡនេះសម្រាប់ដុតឲ្យវារឹងបងឲ្យចេញជាក្បឿងឲ្យចេញជាផលិតផលដែលយកមកប្រើបានហើយឡគេដុតភ្លើងខាងក្រោមដីបងគេធ្វើដឹងធ្វើយ៉ាងណាទេបានដុតភ្លើងអញ្ចឹងបងហើយនេះចេញមកហើយនេះចេញមកជាក្បឿងហើយបងហើយផលិតផលសម្រាប់មកគេយកចេញពីក្នុងឡហើយគាត់ជាក្បឿងហើយបងហើយអាចយកទៅប្រក់ផ្ទះអាចយកទៅប្រើការបានហើយនេះគាត់ប្រើសិតតែគ្រឿងម៉ាស៊ីនណាបងយកមកផលិតគ្រឿងយើងនេះឥឡូវបានមកសម្រាប់ឲ្យបងហើយស្អាតរបស់គាត់ហ្នឹងនេះនិយាយទៅគេដាក់ពុំដាក់អីគេដាក់ brand ដាក់អីរបស់គេឡើងស្អាតសមសួនរបស់គាត់ហ្នឹងនេះហើយគេដឹកចេញយកទៅលក់ឲ្យបងហើយពិតជាអស្ចារ្យមែននេះ